Hello សួស្តីបងប្អូនទាំងអស់គ្នានឹងហើយខានថតយូតាក់តងទៅនឹងដំណាំដែលខ្ញុំដាំនៅលើដំបូលផ្ទះបងប្អូនហ្នឹងហើយការដាំដំណាំនេះគ្រាន់តែជាការកំដរអបសុកតែប៉ុណ្្នឹងឯងបងប្អូនមិនមែនដាំក្នុងលក្ខណៈមួយលក់ដូរអីទេហើយដាំលេងទៅហ្នឹងបានផលច្រើនដែរហ្នឹងហើយបេះឲ្យបងប្អូនចិត្តខាងឯហ្នឹងគាត់យកទៅស្លហើយឥឡូវនេះច្រើនពេកបាទវាច្រើនគ្រប់កន្លែងហ្នឹងហើយការដាំដំណាំតាមពិតទៅស្រួលបងប្អូនឲ្យតែមានកាកសំណល់ផ្ទះបាយហ្នឹងយើងយកមកដាក់នៅលើគល់ដំណាំហ្នឹងទៅវាល្អហើយបើមានស្លឹកឈើមែកឈើកាន់តែល្អទៀតហ្នឹងហើយខ្ញុំធ្លាប់ចុះទៅកន្លែងកម្មាកំព្រាហើយខ្ញុំជួយដល់ក្មេងៗនៅកម្មាកំព្រានៅកំពង់ស្ពឺបងប្អូនតាក់ទងទៅនឹងការដាំដំណាំហើយកាលនោះប្រជាជនដែលគាត់នៅម្ដុំហ្នឹងគាត់ប្រាប់ខ្ញុំថាដាំមិនកើតទេលោកគ្រូអើយដោយសារតែដីនៅម្ដុំហ្នឹងគឺដីក្រហមអីចឹងណាហើយដាំបានតែខែវស្សាហ្នឹងហើយខែប្រាំងគឺងាប់អស់ហើយខ្ញុំប្រាប់គាត់ថាអញ្ចឹងចាំមើលខ្ញុំសាកល្បងដាំមើលវាយ៉ាងម៉េចដែរហ្នឹងហើយអញ្ចឹងឆ្នាំទី1ដែលខ្ញុំបានដាំហ្នឹងគឺខ្ញុំចាប់ផ្ដើមឲ្យក្មេងៗហ្នឹងមានផ្ទះឲ្យក្មេងៗជួយជញ្ជូនគេហៅថាកាកសំណល់នៅផ្សារបងប្អូនយកទាំងអស់កាកស្ពៃអីមើមស្អីក៏ដោយដែលគេបាក់បេះដាក់ក្នុងថង់ហ្នឹងយើងអាចយកពីផ្សារមកហើយដាក់ដាំបាទនៅកប់ដីទៅ1ឆ្នាំ2ឆ្នាំបាទក្រោយមកទៀតចាប់ពី2ឆ្នាំអីឡើងទៅបងប្អូនអើយដំណាំហូបមិនអស់ទេច្រើនណាស់ហើយវាជារឿងងាយបងប្អូនមិនបាច់ចាំបាច់ថាំងតើតែមានលុយទិញដីល្អដីដែលមានជីជាតិឬក៏ជីកំប៉ុស្តជីទឹកអីទេគឺឲ្យតែបងប្អូនកុំខ្ពើមដីហ្នឹងទៅហើយចង់ដាំអីវាជាការល្អហើយជាការស្រេចហើយដំណាំដាំដុះគ្រប់ពេលវេលាទាំងអស់ហើយសម្រាប់ខ្ញុំដាំនៅលើដំបូលផ្ទះនេះខ្ញុំគ្រាន់តែជាការកំដរអបសុកតែប៉ុណ្្នឹងឯងបងប្អូនហ្នឹងហើយអរគុណច្រើនបាទបាយបាយ